បាទសួស្តីថ្ងៃនេះ admin KH ដោយសារឃើញទីផ្សារល្អបងប្អូនមួយថ្ងៃឃើញ cryptocurrency យើងវាចុះខ្លាំងណាស់អញ្ចឹង admin KH នឹងដកលុយសិលបាទចេញពី trade X របស់ខ្ញុំយកមក trade future គឺ trade កាក់ SIP ដោយសារឃើញវាចុះដល់77លេម្សិលអញ្ចឹងខ្ញុំចូលមកលុយសិលបាទនៅតែធ្លាក់ឲ្យរាល់ថ្ងៃបាទយើងចុចបាក់ app របស់វាមកចឹងអានេះបងប្អូនចេះហើយរបៀបដកលុយអញ្ចឹងខ្ញុំធ្វើលឿនៗណាបងប្អូនអញ្ចឹងខ្ញុំចូលទៅក្នុង account AI របស់ខ្ញុំមកអញ្ចឹងលុយសិលរបស់ខ្ញុំបានប្រាក់ចំណេញរបស់ខ្ញុំ$5.82សេនអញ្ចឹងខ្ញុំចូលកន្លែងនេះបងប្អូនអ្នកថ្មីគួរតាមដានមើលទៅរបៀបដាក់ដកលុយហើយបងប្អូនហើយខ្ញុំចូលដកទាំងអស់$5.82សេនហ្នឹងខ្ញុំចុចលើ Max ហើយយើងអូសមកកន្លែង Withdraw Now ហើយចុច Withdraw បងប្អូននេះ withdraw បានហើយបងប្អូនចូលកន្លែង exchange បងប្អូនត្រូវបដូរ USDN ហ្នឹងទៅជា BTX ទៀតចុច Max នេះកន្លែងនេះហើយចុច exchange now កន្លែងនេះ confirm អញ្ចឹងបានន័យថាយើងដកចេញពី account AI យើងហើយយើង transfer ចូល spot ដើម្បីលោកកាក់អញ្ចឹងខ្ញុំចូលអានេះយើងបដូរបងប្អូនចុចនេះបដូរពីទៅជានេះអានេះយើងដាក់ជា BTX កាក់ BTX កាក់បោះហ្នឹងណា BTX ហ្នឹងមកដាក់ទាំងអស់ហើយយើង confirm ដើម្បីយកយើងចង់ trade USD ជាមួយ SIPA អញ្ចឹងបងប្អូនចូល market cap មកអញ្ចឹងខ្ញុំចូលលក់ហ្មងនេះដាក់ sell យើងមិនដាក់ limit ទេបងប្អូនរំយូរអញ្ចឹងដាក់ sell market ហ្មងទៅថ្ងៃលុយសិលយើងបាន$5អូខេលុយបាននេះថាចូលយើងចង់ដកចាយក៏បានប៉ុន្តែខ្ញុំអត់ចង់ដកចាយទេខ្ញុំចង់យកទៅ trade កាក់ SIPA នៅក្នុង BTX ដែរ$5ហ្នឹងណាលោកកាក់ឡើងទៅបានលុយថែមទៀតអញ្ចឹងយើងចុចពី transfer នេះកន្លែងនេះបដូរពី spot ទៅ spot ពេលយើង transfer ពី spot ចូល future បងប្អូនចេះហើយចុច confirm វិញអញ្ចឹងខ្ញុំចូលកន្លែង future នេះបានយើង trade future បងប្អូនអានេះយើងយកកាក់ SIP ដែលសារលុយយើងវាមានតែ$5ទេអញ្ចឹងយើងដាក់មកកាប់ហ្មងទៅ leverage ចាំមើលវាឲ្យប៉ុន្មាន leverage ឲ្យប៉ុន្មានអានេះខ្ញុំដាក់ទាំងអស់ហ្មងអញ្ចឹង1លើ75x អញ្ចឹងលុយ$5គុណនឹង 75x ទៅយើងកាប់បានចូលមក25%ខ្ញុំចូលឡងបងប្អូនបាទអញ្ចឹងខ្ញុំមើលគេថា SIPA វាអាចឡើងទៅវិញបានដល់តម្លៃប៉ុន្មានអូអានេះដាច់0ណាបងប្អូនដាច់01ខ្ញុំដាក់97ដាក់ SL ទេខ្ញុំដាក់ SL TP របស់វាខ្ញុំដាក់97បងប្អូនចេះហើយលេខនេះលេខនឹងដាច់ account នោះហើយមួយដាក់97ចំណេញបាន31រៀលទៀតបើវាឡើងដល់97ប៉ុណ្ណឹងបងប្អូនអញ្ចឹងអា BTX យើងនេះវាមានទាំងអស់វាមានទាំង sport ទាំង future បើយើងខ្ជិល trade ទេយើង trade មិនឈ្នះវាទេយើងដាក់ឲ្យ AI trade ឲ្យទៅហ្នឹងហើយមានតែប៉ុណ្្នឹង